ទីបំផុតខ្ញុំអាចធ្វើមីហល់បំពើកម្រិតនៅតែខ្លួនឯងបានហើយដល់តែពេលញ៉ាំហល់ពេកមកដាក់ប្តីបរោយហល់ចង់ងាប់អញនិយាយហូតចាំផ្លែតមកនេះបងប្អូនអាយ៉ាថ្ងៃនឹងចាស់ខ្លាំងដាក់ប្តីទៀតតើបងប្អូនទៅមើលពីរបៀបធ្វើមីហល់ជាមួយខ្ញុំដំបូងខ្ញុំដាំទឹក450 មីលីលីត្រឲ្យពុះសិនបន្ទាប់មកខ្ញុំដាក់មីហល់កូរីណូចូលខ្ញុំដាក់មីជាមួយនឹងគ្រឿងទេសបន្លែចូលឲ្យហើយបងប្អូនបានដឹងនៅនឹងថាមីកូរីណូឥឡូវគេអាប់ដេតថ្មីហើយដែលមានកញ្ចប់ម្សៅម្ទេសនេះបងប្អូនអាចសេរីកម្រិតហល់រហូតដល់7កម្រិតទៅណូមកអ្នកចូលចិត្តញ៉ាំហល់ដូចខ្ញុំគឺចូលចិត្តខ្លាំងដាក់បន្លែចូលអស់ហើយយើងបិទគម្របរងចាំ4នាទីដាក់4នាទីហើយគឺហើយធ្វើមីហល់ឡើងងាយស្រួលហ្មងសំខាន់ណាស់រសជាតិឈ្ងុយឆ្ងាញ់ហើយហល់ដូចក្នុងហាងអញ្ចឹងតើអញ្ជើញបងប្អូនមកហូបមីជាមួយខ្ញុំបងប្អូនឃើញអត់ពេលយប់អញ្ចឹងហូបមីហល់ឆ្ងាញ់ណាស់អូយបងប្អូនមើលទឹកស៊ុបនឹងដិតហ្មងcon cho khổ nữa nè mấy lần mơ cười không khó ban hết trên chèo xin nói chừng hơi tôi xay mi á lòng suốt chanh ôi hot thầy bông ôn đã hot dog ấy của ba này tay nhung đã hot thầy lỡ mi quát ai sợ đây cũng lật hot bán rồi hot dog bằng cũng lật chanh mà mi bông ôn sật một trôi nhằm mi ăn qua ban thì mình sật một trôi này vậy á tôi chìm đây hàng bên tập hơi trong ngọc ăn vậy thôi chẳng thêm nữa xem mẹ mi hơi cô rì nô ní cứ rút chuyện đôi khung hàng bạc bật sai mi tôn vật chén rút chuyện bật rồi bọc rễ X-ray cầm đặt ho rồi hốt đập bầm pa cầm rát mi cô rì nô super spicy hot pot rút chuyện rầm đạp hàng mi ho bầm pa cầm rát chén tam chất ho tam trần kìa anh đặt bài cho tôi cái bàn khác thôi không đâu nè ta bên ai bên đây nhau bên đồng bồn chỗ mẹ bông bữa ná để con lụa mi ho bằng bao cùng rạch té pha nhâm ho nữa nè cùng plek sạc thôi nè chị tới không cho nhâm ho cho bạn tài chỗ mẹ bông bữa ná toàn sạc cùng plek sạc nè tay bông bồn con bông bồn này tôi xài việc người chặtជំរាបសួរបងប្អូនថ្ងៃនេះមកសប្បាយចិត្តទេបងប្អូននៅស្ថានភាពមួយថ្ងៃនេះគឺល្អអត់មានបញ្ហាអីទេហើយអាប់ដេត monitor ដែលខ្ញុំទទួលបានហើយចាយអស់ប៉ុន្មានហើយ93900ជាងខ្ញុំបានចាយអស់85000ជាងហើយខ្ញុំនឹងរៀបរាប់អវ៉ាន់ធំដែលខ្ញុំបានចាយមានអីគេខ្លះខ្ញុំទិញបានម៉ាស់4500គ្រាប់ហើយតម្លៃ5ទៅ$6ជាងទេទិញរី1 20ទៅ$21ខ្ញុំយក4500គ្រាប់គុណឲ្យ$20វាស្មើនឹង90000យើងចំណាយតែ30000ជាងដើម្បីទិញបាន4500គ្រាប់ណាហើយជួយដល់បងកងទ័ពច្រើនហើយក៏ចំណេញលុយដើម្បីយើងទិញអីផ្សេងទៀតដល់ពេលទិញមកគឺខ្ញុំទិញបានអាយគោមចំនួន220គ្រាប់បបកចូល7800ជាងបងប្អូនបានទិញម៉ូតូ2គ្រឿងជំនួយដល់ការដឹកស្បៀងរបស់គាត់បងប្អូនជារបស់ដែលសំខាន់ទិញថៃងារជាមួយនឹងសាច់ក្រកចូល2ទៅ3តោនហើយឆ្នាំពេទ្យមានបរិយមាននំសម្ភារៈប្រើប្រាស់និយាយទៅច្រើនមុខមែនតើដែលខ្ញុំអត់អាចរៀបរាប់បានទាំងអស់ខ្ញុំមានដកចំនួន$20000គឺជួយដល់គ្រួសារបងកងទ័ពពលីនឹងបងប្អូនជនភៀសសឹកនៅពោ5000គឺបងកងទ័ពដែលគាត់របួសធ្ងន់ស្រាលទៅសល់ហ្នឹងគឺ8600ជាងចាពេលដែលគាត់ត្រូវការអីគឺខ្ញុំទិញហ្នឹងដូចគាត់ត្រូវការទឹកសុទ្ធធ្វើការទិញស្បៀងគ្រីម power bank ឬមួយក៏ solar អីចឹងទៅអរគុណបងប្អូនដែលទុកចិត្តខ្ញុំឲ្យចូលរួមជាចំណែកដើម្បីជួយដល់បងកងទ័ពជួមមុខជាមួយនឹងបងប្អូនភៀសសឹកតាំងពីដើមដល់ឥឡូវ